តើអ្នកមានអារម្មណ៍យ៉ាងណាបើមិត្តភ័ក្តិរួមការងារនិងផ្ទះសម្បែងរបស់អ្នកត្រូវបានកំទេចចោលត្រឹមតែមួយប៉ព្រិចភ្នែកថ្ងៃនេះឃីមនឹងនាំអ្នកទាំងអស់គ្នាទៅមើលរឿង Kingsman The Golden Circle ដែលជាវគ្គបន្តដ៏កក្រៅនៅពេលដែលអង្គការចារកម្មដ៏ខ្លាំងបំផុតនៃអង់គ្លេសត្រូវបានសម្លាប់ស្ទើរតែដាច់ពូជដោយសារតែកំហុសបច្ចេកទេសតែមួយគត់តើ XC អាចស្រោចស្រង់ស្ថានភាពនេះដោយរបៀបណាបើគេនៅសល់តែខ្លួនទទេនិងមិត្តម្នាក់គត់រឿងចាប់ផ្ដើមឡើងនៅមុខហាងកាត់ដេរ Kingsman ក្នុងទីក្រុងឡុង XC ដែលឥឡូវនេះជាភ្នាក់ងារពេញសិទ្ធិកំពុងដើរចេញពីហាងក៏ស្រាប់តែជួបជាមួយ Charlie អតីតសត្រូវចាស់ដែលគ្រប់គ្នាស្មានថាដាច់កស្លាប់បាត់ទៅហើយពួកគេបានប្រយុទ្ធគ្នាយ៉ាងសាហាវនៅក្នុងឡានតាក់ស៊ីទំនើបរបស់ Kingsman ដែលកំពុងបើកបរយ៉ាងលឿនពេញទីក្រុងទោះបីជា Charlie មានដៃមេកានិកដែលខ្លាំងជាងមុនក៏ដោយក៏ XC អាចទាត់គេចេញពីឡានបានប៉ុន្តែអ្វីដែល XC មិនដឹងគឺដៃមេកានិកដែលដាច់សល់ក្នុងឡាននោះបានលួចចូលក្នុងប្រព័ន្ធកុំព្យូទ័ររបស់ Kingsman និងបានបញ្ជូនទិន្នន័យភ្នាក់ងារទាំងអស់ទៅឲ្យមេខ្លោងអាថ៌កំបាំងម្នាក់យើងត្រូវបាននាំទៅស្គាល់មេខ្លោងថ្មីគឺ Poppy Adams ដែលជាមហាសេដ្ឋីគ្រឿងញៀនលំដាប់ពិភពលោកនាងរស់នៅក្នុងទីក្រុងសម្ងាត់បែបឆ្នាំ50កណ្ដាលព្រៃភ្នំ Poppyland Poppy ចង់ឲ្យពិភពលោកទទួលស្គាល់ការជួញដូរគ្រឿងញៀនជាច្បាប់ដើម្បីកម្ចាត់អ្នករារាំងផ្លៃនាងបានបញ្ជាឲ្យបានមីស៊ីលមកកំទេចគ្រប់ទីតាំងរបស់ Kingsman ក្នុងពេលតែមួយមិត្តភក្តិល្អរបស់ XC គឺ Roxy ក៏ត្រូវស្លាប់ក្នុងហេតុការណ៍នេះដែរនៅសល់តែ XC ដែលកំពុងនៅផ្ទះមិត្តស្រីនិង Marlene ប៉ុណ្ណោះដែលនៅរស់ពួកគេទាំងពីរបានជួបគ្នាទាំងទឹកភ្នែកហើយសម្រេចចិត្តអនុវត្តតាមពិធីការថ្ងៃអវសាន Doomsday Protocol បំរុយពីពិធីការនោះបាននាំពួកគេទៅកាន់រដ្ឋ Kentucky សហរដ្ឋអាមេរិកនៅឯរោងចក្រផលិតស្រាវីស្គីឈ្មោះ Statesman នៅទីនោះពួកគេបានប្រឈមមុខជាមួយភ្នាក់ងារ Tequila សម្ដែងដោយ Channing Tatum ដែលមានជំនាញក្បាច់គុណខ្លាំងក្រោយការយល់ច្រឡំពួកគេបានជួបមេគយ Statesman គឺ Champagne និងអ្នកបច្ចេកទេស Ginger Ale ដោយ Halle Berryអ្វីដែលរំភើបបំផុតនោះគឺពួកគេបានរកឃើញថា Harry Hart Galahad នៅរស់ Statesman បានប្រើបច្ចេកវិទ្យា Alpha Gel ដើម្បីព្យាបាលរបួសក្បាលរបស់គាត់ប៉ុន្តែ Harry បែរជាបាត់បង់ការចងចាំទាំងស្រុងហើយគិតថាខ្លួនឯងជាអ្នកប្រមូលមេអំបៃទៅវិញPoppy បានប្រកាសប្រាប់ពិភពលោកថានាងបានដាក់មេរោគក្នុងគ្រឿងញៀនគ្រប់ប្រភេទកញ្ឆាកូកាអ៊ីនឡាក់អ្នកដែលប្រើប្រាស់នឹងកើតជំងឺ3ដំណាក់កាលស្នាមអ៊ុចខៀវរំឆ្កួតអព្ឈប់និងចុងក្រោយគឺខ្វិនស្លាប់នាងទាមទារឲ្យប្រធានាធិបតីអាមេរិកបញ្ឈប់សង្គ្រាមគ្រឿងញៀនជាថ្នូរនឹងថ្នាំបន្សាប XC ព្យាយាមគ្រប់វិធីដើម្បីឲ្យ Harry ចងចាំវិញចុងក្រោយXC បានដកកំភ្លើងបាញ់ឆ្កែដែលជាល្បិចសាឡបងទើបធ្វើឲ្យការចងចាំរបស់ Harry ផ្ទុះឡើងវិញ Harry ត្រឡប់មកវិញក្នុងនាមជាកម្ពុជាចារកម្មប៉ុន្តែភ្នែករបស់គាត់ម្ខាងត្រូវបានជំនួសដោយកែវភ្នែកបច្ចេកវិទ្យាក្រុម Kingsman និងភ្នាក់ងារ Whisky បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីដើម្បីយកគំរូថ្នាំបន្សាបប៉ុន្តែត្រូវបានរំខានដោយ Charlie ក្នុងឈុតនេះ Harry ចាប់ផ្ដើមសង្ស័យថា Whisky ជាជនក្បត់ក៏បានបាញ់ Whisky មួយកំភ្លើងចំក្បាលតែត្រូវបានជួយសង្គ្រោះវិញដោយបច្ចេកវិទ្យា Gel ឈុតដែលសោកសៅបំផុតគឺនៅពេលពួកគេទៅដល់ Poppyland XC បានជន់មីនប៉ុន្តែ Marlene បានសម្រេចចិត្តជន់ជំនួសនិងច្រៀងបទ Take Me Home Country Roads យ៉ាងខ្លាំងដើម្បីតាក់ទាញកងទ័ពសត្រូវឲ្យមកក្បែរមុននឹងគាត់បំផ្ទុះមីនសម្រាប់ខ្លួនឯងដើម្បីបើកផ្លូវឲ្យ XC និង Harry ចូលទៅក្នុង XC និង Harry បានសហការគ្នាវាយលុកទីក្រុងរបស់ Poppy ពួកគេបានប្រើអាវុធទំនើបដូចជាវ៉ាលីបាញ់កាំជ្រួចនិងទឹកអប់បំខ្ទុះចុងក្រោយពួកគេបានចាក់ថ្នាំពុលកម្រិតខ្ពស់ចូលក្នុងខ្លួន Poppy ដើម្បីបង្ខំឲ្យនាងប្រាប់លេខកូដបញ្ចេញថ្នាំបន្សាបប៉ុន្តែមុននឹងចុចលេខកូដភ្នាក់ងារ Whisky បានលេចមុខមកម្ដងទៀត Whisky មិនមែនជាមនុស្សរបស់ Poppy ទេប៉ុន្តែគេចង់ឲ្យអ្នកប្រើគ្រឿងញៀនទាំងអស់ស្លាប់ព្រោះប្រពន្ធកូនរបស់គេធ្លាប់ត្រូវបានសម្លាប់ដោយអ្នកញៀនថ្នាំការប្រយុទ្ធគ្នារវាង Harry XC និង Whisky កើតឡើងយ៉ាងជក់ចិត្តឈុតខ្សែតីអគ្គិសនីចុងក្រោយ Whisky ត្រូវបានកំទេចហើយពិភពលោកត្រូវបានសង្គ្រោះ
រឿងបញ្ចប់ដោយការរៀបការដ៏អស្ចារ្យរបស់ Exy ជំនាញប្រនាង Tilda អង្គការ Kingsman ត្រូវបានកសាងឡើងវិញដែលមានការជួយជ្រោមជ្រែងពី Statesman ចំណែកឯ Ginger Ale ក៏បានក្លាយជាភ្នាក់ងារវាលម្នាក់ជំនួសកន្លែង Whisky បើចូលចិត្តវីដេអូនេះកុំភ្លេចចុច like និង follow ដើម្បីរងចាំមើលការសម្រាយរឿងល្អៗនៅវគ្គក្រោយទៀតសូមអរគុណនិងជម្រាបលា